សូមស្វាគមន៍ជាថ្មីបងប្អូនកាលពីថ្ងៃមុនយើងបានdesign នៅឯកសណ្ឋានសាមញ្ញៗមួយនេះហើយថ្ងៃហ្នឹងយើងចង់design តទៀតដោយខ្ញុំចង់ប្ដូរកអាវហើយនឹងដៃអាវនិង add graphic មួយចំនួនទៅលើអាវនិងខោរបស់យើងអញ្ចឹងយើងទៅ design បន្តទាំងអស់គ្នាដំបូងខ្ញុំចង់បានកអាវបើកអញ្ចឹងដើម្បីបានកប្រភេទកអាវបើកខ្ញុំចូលទៅកាន់ tab កអាវបន្ទាប់មក tab បន្ទាប់មកចុចបដូរអញ្ចឹងបន្ទាប់ពីចុចបដូរវានឹងមានកអាវជាច្រើនប្រភេទឲ្យយើងរើសអញ្ចឹងខ្ញុំយកប្រភេទកអាវមួយនេះកអាវបើកអញ្ចឹងយើងនឹងបានកអាវបើកអញ្ចឹងបើសិនជាយើងចង់មានឆ្នូតអីបន្ថែមទៀតយើងអាចចូលទៅកាន់ template ចុចបដូរមកអញ្ចឹងយើងមានoption ច្រើនឲ្យយើងរើសអញ្ចឹងយកមួយនេះចុះអញ្ចឹងយើងបានឆ្នូតអញ្ចឹងយើងត្រូវការបដូរពណ៌វាខ្ញុំចង់បានឆ្នូតនេះខ្ញុំចង់បានសាច់ពណ៌អាវសហើយឆ្នូតពណ៌ដូចអាវអូខេអញ្ចឹងកអាវបានហើយខ្ញុំចង់ add line នៅលើចុងដៃនេះបន្តិចអញ្ចឹងយើងចូលមកកាន់ដៃអាវបន្ទាប់មកយើងជ្រើសរើសយក tab មួយនេះដើម្បីបន្ថែមទៅលើline នៅលើចុងដៃអញ្ចឹងខ្ញុំចុច add អញ្ចឹងយើងមានច្រើនប្រភេទឲ្យយើងរើសដូចគ្នាខ្ញុំយកប្រភេទមួយនេះចង់បានវា style ឲ្យវាមើលទៅស៊ីជាមួយខោអាវអញ្ចឹងនេះខ្ញុំប្ដូរយកពណ៌សកន្លែងនេះខ្ញុំយកដូចខោអាវដែរពណ៌អូខេឥឡូវខ្ញុំពេញចិត្តជាមួយនឹង line បែបហ្នឹងអញ្ចឹងខ្ញុំទៅ add graphic នៅលើអាវម្ដងអញ្ចឹងដើម្បី add graphic នៅលើអាវគឺយើងចូលទៅកាន់ tab graphic បន្ទាប់មកយើងចុច add យើងក៏មាន option ឲ្យបងប្អូន upload graphic ផងដែរប៉ុន្តែឥឡូវយើងប្រើgraphic ដែលមាននៅក្នុងapplication របស់យើងអញ្ចឹងពេលដែលយើងចុច add មកគឺវាមាន graphic ច្រើនមែនទែនរាប់រយឲ្យយើងរើសអញ្ចឹងយើងឆ្លាញ់មួយណាដាក់មួយហ្នឹងឯងខ្ញុំរើសមួយសិនអូខេខ្ញុំឆ្លាញ់ graphic មួយនេះស្ដើងអញ្ចឹងពេលដែល add មកវា default វាគឺវា add ពណ៌ខ្មៅឲ្យយើងតែខ្ញុំអត់ចង់បានពណ៌ខ្មៅទេ graphic គឺខ្ញុំចង់បានពណ៌សអូខេអញ្ចឹងបន្ទាប់ពីយើង add graphic ខាងមុខហើយបើសិនយើងចង់ add graphic ខាងក្រោយយើងអាចចូលទៅ tab ខាងនេះហើយយើង add បានឬក៏យើងចង់ដាក់ឲ្យវាដូចគ្នាយើងចូលមកខាងមុខយើងចុច Syn graphic ទៅកាន់ខាងក្រោយអញ្ចឹងវានឹង add ខាងក្រោយដូចគ្នាអូខេអញ្ចឹងខ្ញុំពេញចិត្តប៉ុណ្ណឹងខ្ញុំចង់ដូរfont នៅលើអឺលេខហើយនិងឈ្មោះហើយក៏ដូចជានៅលើផ្ទៃអាវទាំងមូលខ្ញុំចង់ដូរ font អត់ប្រើ font ហ្នឹងទេមើលទៅវាអត់សូវវាដូចវាអត់ចុងវាអត់មូលខ្ញុំចង់បាន font លេខមូលអញ្ចឹងយើងអាចចូលទៅប្ដូរឈ្មោះនិងលេខមុនយើងចូលទៅកាន់ detail អញ្ចឹងឈ្មោះគឺយើងចុចកន្លែងfont នេះមកអក្សរ A មកវានឹងឲ្យយើងរើសfont នេះអញ្ចឹង font សម្រាប់ font យើងពី application យើងគឺមានរាប់ពាន់ font ដើម្បីឲ្យបងប្អូនជ្រើសរើសអញ្ចឹងបងប្អូនអាចមើលទៅមួយណាស្រឡាញ់យកមួយហ្នឹងទៅអញ្ចឹងខ្ញុំចង់បានអីរឿងមូសអូខេស្អាតអញ្ចឹងខ្ញុំចុច Syn font អញ្ចឹងវានឹង Syn ទៅលើលេខទាំងអស់នៅលើអាវប៉ុន្តែវាលើកលែងតែcustom text ដែលយើងបាន add ទេគឺវាអត់ Syn ឲ្យទេអញ្ចឹងយើងត្រូវដាក់វាខ្លួនឯងអញ្ចឹងយើងចូលមកកាន់ text ខាងមុខគឺខ្ញុំយក font ដូចគ្នាមិនយក font មួយនេះអូខេហើយ text ខាងក្រោយខ្ញុំយក font ទាំងដូចគ្នាអូខេឥឡូវខ្ញុំពេញចិត្តប៉ុណ្ណឹងហើយសម្រាប់អាវតែសម្រាប់ខោខ្ញុំចង់ add highlight នៅកន្លែងគៀននេះបន្តិចអញ្ចឹងដើម្បីអាច add បានយើងចូលមកកាន់ tab ខោបន្ទាប់មកយើងចូលមកកាន់ side panel ចុច add វានឹងឲ្យយើងជ្រើសរើសនៅoption មួយចំនួនដែលយើង available នៅក្នុង
application យើងខ្ញុំចង់ add line មួយនេះមើលទៅយើងដំណងលោកពណ៌អូខេអូខេដំណឹងអឺចេញនៅលើដៃអាវខ្ញុំចង់ add graphic ដូចគ្នាអញ្ចឹងខ្ញុំចូលមកខាង graphic ខ្ញុំស៊ីនពីអឺខាងមុខទៅដៃអញ្ចឹងវានឹង add graphic ឲ្យដូចគ្នាអូខេសម្រាប់ថ្ងៃហ្នឹងទៅលើការ design គឺមានតែប៉ុណ្្នឹងទេអឺយើងបន្ទាប់ពី design ហើយយើងចុច save អញ្ចឹងខ្ញុំចង់បញ្ជាក់បន្តិចទៅលើការ design មួយនេះអញ្ចឹងបងប្អូនគាត់ជាសួរថាតើ design ហើយយើងអាចនឹងធ្វើអីបន្តទៀតអញ្ចឹងពីខាងមក App Sport យើងក៏មានសហការជាមួយនឹងដៃគូផលិតសម្លៀកបំពាក់កីឡានេះដែរគឺយើងមានច្រើនដៃគូដែលបងប្អូនអាចជ្រើសរើសបានគឺមានតម្លៃគឺយើងមានដាក់នៅលើនឹងរួចជាស្រេចគឺយើងបានចរចាជាមួយនឹងហាងទាំងអស់ដែលជាដៃគូរបស់យើងដើម្បីឲ្យបងប្អូនអាចងាយស្រួល order ពី application របស់យើងទៅបានអញ្ចឹងសម្រាប់តម្លៃគឺបងប្អូនអត់ចាំបាច់ទៅឆាតសួរ page គេហើយយកមក compare ទេគឺបងប្អូនអាចមកមើលនៅលើ website របស់យើងហើយបងប្អូនអាចជ្រើសរើស second up ទៅពីហាងមួយគឺមានតម្លៃផ្សេងៗគ្នាបងប្អូនស្រឡាញ់មួយណាបងប្អូនអាចធ្វើការ compare ទៅហើយបើមួយណាត្រូវជាមួយ budget របស់បងប្អូនអាចជ្រើសរើសអញ្ចឹងបងប្អូនងាយស្រួលអត់ចាំបាច់ទៅអង្គុយឆាតទៅហាងគេហើយយើងយកresult យកមក compare គ្នាទេអញ្ចឹងពីយើងហើយបងប្អូនអាច order ពីមក App Sport ពួក App Sport នឹងជួយបងប្អូនរហូតដល់បងប្អូនចាំតែយកអីវ៉ាន់ទៅបានទេអញ្ចឹងពីវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូន